ព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសបាទនៅក្នុងប្រទេសកម្ពុជាគឺក៏មានច្រើនដែរណាក៏មានច្រើនដែរហើយក៏មានការចេញផ្សាយរបស់ក្រសួងការបរទេសរបស់កម្ពុជាផងដែរអញ្ចឹងខ្ញុំសូមបង្ហាញជូននៅអ្វីដែលសារព័ត៌មាននៅខាងក្រៅប្រទេសនេះក៏បានរាយការណ៍ណាបាទគាត់បានបញ្ជាក់ថានៅកម្ពុជាបាននិយាយនៅថ្ងៃសៅរ៍បាទនៅថ្ងៃសៅរ៍ថាកងកម្លាំងរបស់ថៃបានចូលមកកាន់កាប់គ្រប់គ្រងទៅលើភូមិមួយដែលកំពុងតែមានចំនួនគ្នានៅតាមបណ្ដោយព្រំដែនដោយចោទថៃថាគឺគ្រប់គ្រងយកភូមិនោះហើយនៅតំបន់ទាំងនោះបើទោះបីជាមានបទជួបបាញ់គ្នាចូលជាធរមានក៏ដោយហើយបាទគឺសកម្មភាពធ្វើឡើងក្រោយពីមានបទជួបបាញ់ចូលជាធរមានបាទបើទោះបីជាបទជួបបាញ់នោះបានចូលជាធរមានមួយសប្តាហ៍ហើយក៏ដោយហើយគឺបើតាមសេចក្តីរាយការណ៍គឺបញ្ជាក់ជូនសារជាថ្មីថាកិច្ចព្រមព្រៀងជួបបាញ់រវាងកម្ពុជាហើយនិងថៃបានជួលជាធរមានកាលពីថ្ងៃទី27ខែធ្នូបាទដោយបានសន្យាថាកងកម្លាំងរបស់ប្រទេសណានៅទីណាគឺឈរជើងនៅទីនោះមិនឲ្យធ្វើការចល័តកងទ័ពទេដើម្បីជាការមួយកសាងទំនុកចិត្តនិងបិទបញ្ចប់នៅការប្រយុទ្ធគ្នាហើយមានរយៈពេល3សប្តាហ៍បាទហើយក៏ប៉ុន្តែខាងថៃវិញបាទកងទ័ពថៃវិញបានឆ្លើយបដិសេធចំពោះការលើកឡើងរបស់ខាងរដ្ឋាភិបាលកម្ពុជាដោយចាត់ទុកថាការរាយការណ៍នានាក្តីរបស់សារព័ត៌មានអន្តរជាតិនានាហ្នឹងគឺបាទមិនពិតទេគឺថៃគ្រប់គ្រងតែតំបន់ដែលជាទឹកដីរបស់ខ្លួនតែប៉ុណ្ណោះគឺកន្លែងនោះគឺជាទឹកដីរបស់ថៃដែលថៃមកគ្រប់គ្រងបានជាថៃមកដាក់កងកម្លាំងរបស់ខ្លួនបាទហើយបើយោងតាមសារព័ត៌មានរបស់ Al Jazeera គឺបានបង្ហាញឲ្យដឹងដែរថាគឺថៃបានចូលមកភូមិរបស់ប្រជាពលរដ្ឋកម្ពុជាហើយបានដាក់កុងតឺន័រហើយនឹងរបងលូបន្លានៅទីនោះផងដែរហើយនៅក្នុងសេចក្តីថ្លែងការណ៍ហ្នឹងគឺនៅក្នុងសេចក្តីរាយការណ៍ហ្នឹងគឺក៏បានដកស្រង់សម្ដីរបស់លោកនីត ភត្រាដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់កម្ពុជាផងដែរបាននិយាយថាគឺថៃបានចូលយកភូមិជោគជ័យរបស់កម្ពុជាបាទហើយនឹងជាតំបន់មួយចំនួនផងដែរបាទនៅក្នុងសារព័ត៌មាននេះគឺគាត់បានយោងសម្ដីរបស់លោកនីត ភត្រាតែទៅលើភូមិជោគជ័យទេក៏ប៉ុន្តែបើយោងតាមសេចក្តីរាយការណ៍នានាបាទសេចក្តីរាយការណ៍នានារបស់សំទោសបើតាមសេចក្តីប្រកាសព័ត៌មានបាទសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់កម្ពុជានឹងគឺបាទមានទីតាំងជាច្រើនណានៅក្នុងឃុំនៅក្នុងស្រុកសំទោសនៅក្នុងខេត្តចំនួន4បាទដោយទីតាំងដែលប៉ះពាល់នោះបើតាមខាងកម្ពុជាគឺមានភូមិជោគជ័យភូមិព្រៃច័ន្ទភូមិបឹងត្រកួនតំបន់ភ្លុកដំរីច្រកអន្តរជាតិថ្មដាតំបន់អានសេះតាថៅភ្នំទ្របអូស្មាច់ប្រាសាទខ្នាប្រាសាទតាក្របីប្រាសាទតាមាន់ធំតំបន់ជប់អង្គុញនិងតំបន់ជោគ្រោះបាទគឺទូទៅគឺ14ណា14ចំណុចឯនោះដែលខាងកម្ពុជាថាថៃចូលមកគ្រប់គ្រងហើយក្រសួងការបរទេសរបស់កម្ពុជានឹងក៏បានឲ្យដឹងថាគឺទាហានថៃមិនត្រឹមតែប៉ុណ្ណោះទេគឺថែមទាំងមកវាយកំទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងវប្បធម៌របស់កម្ពុជាជាពិសេសនៅក្នុងភូមិព្រៃច័ន្ទជោគជ័យនិងបឹងត្រកួនក្នុងខេត្តបន្ទាយមានជ័យនិងនៅតំបន់ច្រកថ្មដានៅខេត្តពោធិ៍សាត់នេះគឺជាអ្វីដែលខាងកម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ហើយសេចក្តីថ្លែងការណ៍របស់កម្ពុជានោះគឺមានច្រើនណាបាទគឺឲ្យគោរពច្បាប់គោរពអីតវ៉ាទៅអន្តរជាតិអីជាដើមបាទហើយដែលខ្ញុំសូមដកស្រង់នៅចំណុចទី9នៃសេចក្តីថ្លែងការណ៍គឺកម្ពុជាបានទី1ឲ្យថៃនឹងទាមទារឲ្យថៃនឹងបញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពយោធាប្រកបដោយអរិភាពទៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងនៅក្នុងទឹកដីរបស់កម្ពុជាហើយទី2គឺដកបុគ្គលិកនិងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីរបស់កម្ពុជាបាទទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយច្បាប់ហើយទី3គោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌ
និងស្មារតីនៃកិច្ចព្រមព្រៀងចុះបាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025សេចក្តីប្រកាសរួមស្តីពីសន្តិភាពនិងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរនៅថ្ងៃទី26ខែតុលាឆ្នាំ2025និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅថ្ងៃទី27ខែធ្នូឆ្នាំ2025ហើយគឺកម្ពុជានឹងគឺក៏ជំរុញឲ្យប្រទេសថៃនឹងដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិនៅកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់បាទនេះគឺជាជំហររបស់កម្ពុជាណាបាទហើយមិនត្រឹមតែប៉ុណ្ណោះទេកម្ពុជាបានបញ្ជាក់ថាគឺតំបន់មួយចំនួនគឺថៃចូលមកពីបច្ចុប្បន្ននេះលើសពីអ្វីដែលខ្លួនបានទាមទារជាឯកតោភាគីកន្លងមកទៀតបាទដូចជានៅកន្លែងនេះជាដើមគឺនៅក្នុងចំណុចជីចម្ពូគឺជាចំណុចដែលថៃទាមទារចូលមកក្នុងទឹកដីកម្ពុជាក៏ប៉ុន្តែក្រោយពីមានបទចុះបាញ់ថៃចូលមកដល់ចំណុចដែលនៅពណ៌ខៀវខ្ចីបាទនឹងគឺចូលលើសនឹងទៅទៀតបាទហើយនៅកន្លែងមួយចំនួនគឺក៏ចូលមកច្រើនដែរឃើញទេបាទគឺថៃចូលមកតំបន់ជាច្រើនហើយនៅចំណុចទី3ណាបាទគឺក៏ចូលមកផងដែរបាទអញ្ចឹងនេះគឺជាអ្វីដែលកម្ពុជាបានបញ្ជាក់ពីការតវ៉ារបស់ខ្លួនប្រឆាំងជាមួយនឹងការដែលថៃនៅតែបន្តគ្រប់គ្រងទៅលើទឹកដីរបស់កម្ពុជាហើយនឹងបំផ្លាញនៅសំណង់ស៊ីវិលហើយនិងវប្បធម៌របស់កម្ពុជាបាទអញ្ចឹងដូចដែលខ្ញុំបាននិយាយជម្រាបជូនប្រិយមិត្តកន្លងមកហើយគឺបើសិនជាមានភាគីទាំងសងខាងនិយាយចេះបានខ្ញុំយកមកជម្រាបជូនប្រិយមិត្តក្នុងពេលកន្លងមកឃើញសារព័ត៌មានថៃគាត់បានផ្សាយតែទាំងធ្វើคลิปវីដេអូវាមាក់ងាយទាហានកម្ពុជាយកទឹកដីវាយភូមិរបស់ប្រជាពលរដ្ឋកម្ពុជាបាទយកសម្ភារៈយកអីហ្នឹងគាត់ដឹកជញ្ជូនឲ្យគាត់ដូចជាជ័យភ័ណ្ឌមួយរបស់គាត់អញ្ចឹងបាទអញ្ចឹងខ្ញុំមិនផ្សាយតាមនោះទេប៉ុន្តែឥឡូវនេះកម្ពុជាគាត់បានទទួលស្គាល់គឺយើងក៏ខ្ញុំក៏ជម្រាបជូនប្រិមត្តទៅតាមនោះដែរអញ្ចឹងហ្នឹងរបៀបនៃការជូនព័ត៌មានគឺយើងត្រូវមានការប្រយ័ត្នប្រយែងអញ្ចឹងបើក្នុងពេលកន្លងមកគឺមានតែភាគីថៃមួយបើយើងយកតែភាគីថៃអាហ្នឹងគឺបានន័យថាយើងផ្សាយតាមអ្វីដែលភាគីថៃហើយដូចដែលខ្ញុំនិយាយអញ្ចឹងគឺមិនមែនមានន័យថាវាខុសទេស្ថានភាពពិតមិនខុសទេឬក៏យ៉ាងម៉េចយើងព្រោះយើងអត់ដឹងតតែភាគីទាំងសងខាងពីព្រោះបទពិសោធន៍នៅក្នុងប្រទេសអ៊ុយក្រែនក៏អញ្ចឹងដែរគឺរុស្ស៊ីក៏ថាវាយកបានកន្លែងហ្នឹងរាប់ខែប៉ុន្តែប្រហែលខែក្រោយមកបាទហើយអ៊ុយក្រែនបដិសេធជានិច្ចប្រហែលខែក្រោយមកអ៊ុយក្រែនក៏ថាគាត់ទទួលស្គាល់អញ្ចឹងបាទបាទដូច្នេះយើងត្រូវប្រយ័ត្នប្រយែងនៅក្នុងការរាយការណ៍អំពីរឿងនោះបាទអញ្ចឹងខ្ញុំគ្មានអ្វីបន្ថែមទេប្រិមត្តបានទទួលច្បាស់ហើយពីខាងក្រសួងការបរទេសរបស់កម្ពុជាក៏ប៉ុន្តែអ្វីដែលជឿថាប្រិមត្តចង់បានយោបល់គឺខ្ញុំនៅតែឲ្យយោបល់ប្រិមត្តថាតតាមដានបញ្ហានេះដោយការជឿជាក់ទៅលើកម្ពុជាបាទខ្ញុំមានរឿងច្រើនដែលខ្ញុំដឹងខ្លះដែរប៉ុន្តែខ្ញុំមិនអាចនិយាយបានប៉ុន្តែគាត់ថាខ្ញុំនិយាយថាសុំតែប៉ុណ្ណេះបាទបើសង្ស័យក៏ដោយមិនជឿលើខាងរដ្ឋាភិបាលកម្ពុជាមិនក៏ដោយក៏ប៉ុន្តែមេត្តាកុំជាជនរងគ្រោះបាទកុំជាជនរងគ្រោះគឺខ្ញុំឃើញមានខមមិនហើយខ្ញុំក៏បានប្លុកចោលជាបន្តបន្ទាប់ដែរបាទគឺអត់ទៅស្កោតទូថៃទេបាទអត់ស្កោតទូថៃទេមកស្កោតទូកម្ពុជាវិញតដែរដល់ទៅពេលយើងចូលទៅមើល page របស់គាត់ទៅបានដឹងថាគាត់ share តែព័ត៌មានដែលបាទអ្នកដែលពួកថៃចេះខ្មែរផ្សាយទេបាទគឺដល់ពេលអញ្ចឹងយើងមកនឹងថាអូពួក account ពួកគាត់ហ្នឹងមិនមែនជា account ពិតទេគឺ account ថៃគាត់យករូបខ្មែរហើយគាត់យកអក្សរខ្មែរចេះសរសេរខ្មែរតាម Google Translate ឬក៏យ៉ាងម៉េចចឹងបាទអញ្ចឹងគឺសម្រាប់ខ្ញុំមកដល់ពេលនេះអ្នកដែលជេរជនរងគ្រោះបាទគឺពួកថៃទេណាបាទអញ្ចឹងខ្ញុំថាផោះតាងមានគ្រប់គ្រាន់ហើយដោយលោកមេធាវីសុកសំអឿនលោកបានមានប្រសាសន៍អញ្ចឹងគឺប្រមូលផោះតាងបាទអញ្ចឹងសារភាពដែលលំបាកបែបនេះគឺទាមទារឲ្យមានបាទការរួបរวมគ្នានឹងសំខាន់ណាស់បាទដូចជាខ្ញុំករណីបាទខ្ញុំជួយចិត្តលេងជួយជាឧទាហរណ៍សួរស្ដាប់បងអ្នកខ្លះករណីនៅអាមេរិកកន្លែងនៅណាកន្លែងគេអាសានិយាយណាគឺ
នារីរងគ្រោះត្រូវគេរំលោភបាទត្រូវគេរំលោភពេលទៅប្តឹងបែរជាចោទនាងថាហេតុអីក៏នាងស្លៀកពាក់ sexy ម៉េះបើនាងមិនស្លៀកពាក់ sexy គេមិនរំលោភនាងទេតើយើងនិយាយនឹងត្រូវអត់យើងទៅបន្ទោសជនរងគ្រោះទៅវិញបាទខ្ញុំឃើញមានការសរសេរបន្ទោសប៉ុន្តែពួកនឹងសពួកថៃទេបាទពីព្រោះពេលដែលឃើញ comment ចឹងខ្ញុំចូលទៅមើលទៅឃើញពីច្រើនគាត់ share តែព័ត៌មានដែលថៃចេះខ្មែរផ្សាយទេបាទតែចឹងទៅបានយើងដឹងថាអូបាទឬក៏សារព័ត៌មានមួយចំនួនដែលគាត់ធ្វើការឲ្យថៃដោយចេតនាឬដោយមិនចេតនាយើងបាទអញ្ចឹងដូច្នេះយើងកុំយកសម្ដីនេះជាបាតការបាទចឹងនេះជាព័ត៌មានតាក់ទងជាមួយនឹងប្រទេសកម្ពុជាណាបាទ